function ទៅនេះមួយនៅក្នុងកម្មវិធី ZBrush គឺល្អខ្លាំងមែនតើឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមានជាតម្រងក្បាច់អញ្ចឹងខ្ញុំចង់ដាក់ស៊ុំវានៅខាងក្រៅមួយជាន់ទៀតអញ្ចឹងណាប៉ុន្តែនៅពេលដែលខ្ញុំ add ស៊ុំចូលខ្ញុំ add ស៊ុំវាចូលមកទៅធ្វើស៊ុំវាទៅជាខុសទីតាំងទៀតឃើញទេវាខុសទីតាំងវាអត់ចំ align គ្នាទេអញ្ចឹងអានេះបើទោះបីយើងទាញចឹងដែរនេះយើងទាញក៏វានៅចំកណ្ដាលដែរអញ្ចឹងគឺជាបញ្ហាខ្លាំងមែនតើអញ្ចឹងអានេះដំបូងខ្ញុំឧទាហរណ៍ថាមានអញ្ចឹងយើងគ្រាន់តែ rotate វាមកត្រូវសិនមកអូខេចឹងបានប៉ុណ្្នឹងហើយយើងគ្រាន់តែចុចមកคลิกពីคลิกមកអានេះវាលុតប្រចំកណ្ដាលទៅអូតូនេះហើយអានេះបើសិននេះធំចឹងអ្នកទាំងអស់ scale វាឲ្យតូចមក scale វាឲ្យតូចហើយទាញវាមកត្រូវទៅតាមកន្លែងនេះមកឧទាហរណ៍ថាប៉ុណ្្នឹងចុះឧទាហរណ៍ថាយើងយកអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់នេះចង់ឲ្យអានេះវាមានជាកម្រាស់ស៊ុំមួយជាន់ពីរជាន់អីទៀតអត់អីពិបាកទេយើងគ្រាន់តែចុចយកវាអញ្ចឹងមកអូខេហើយចាប់អានេះឡើងបន្តិចមកណយប៉ុណ្ណឹងមកអញ្ចឹងយើងបានជាតម្រងនេះអូតូមកយើងអានេះ